នេះគឺជារឿងប៉ិតមួយរបស់ក្មេងស្រីទើបតែអាយុ6ឆ្នាំឯណាអ្នកទាំងអស់គ្នាប៉ុន្តែមានគំនិតចង់សម្លាប់ឪពុកម្ដាយចិញ្ចឹមរបស់ខ្លួនហើយនិងប្អូនប្រុសរបស់ខ្លួនមិនមែនមានតែគំនិតទេណាគឺចង់សម្លាប់មែនតែនប៉ុន្តែអត់បានសម្រេចហើយមួយវិញទៀតហ្នឹងណាអ្នកទាំងអស់គ្នានៅក្រោយខ្នងខ្ញុំហ្នឹងគឺជាភាពយន្តឯកសារផុសគាត់ពិតៗហ្មងហើយគាត់មានឈ្មោះថា Ben Thomas ហើយរឿងមួយនេះដែរគឺកើតនៅក្នុងឆ្នាំ1989ហើយនៅក្នុងវីដេអូហ្នឹងដែរគ្រូផ្លែចិត្តហ្នឹងបានសួរគាត់ថាតើអ្នកឯងពិតជាចង់សម្លាប់ឪពុកម្ដាយចិញ្ចឹមហើយនិងប្អូនប្រុសផងអ្នកឯងមែនអត់គាត់ឆ្លើយអត់មានស្ទាក់ស្ទើរទេណាអ្នកទាំងអស់គ្នាគាត់ពិតជាឆ្លើយថាពិតជាចង់មែនហើយនិយាយទៅមុខឡើងស្វាថេងហើយគ្រូផ្លែចិត្តហ្នឹងក៏បានសួរគាត់ទៀតថាតើអ្នកឯងចង់ធ្វើនៅពេលណាគាត់ក៏បានឆ្លើយថាគាត់ចង់ធ្វើនៅពេលយប់នៅពេលដែលឪពុកម្ដាយចិញ្ចឹមហើយនិងប្អូនប្រុសគាត់ហ្នឹងគេងលក់គាត់យកកប៉ិតមកសម្រាប់3នាក់គាត់តែម្ដងហើយបែរណាក៏គាត់សារភាពដែរថាគាត់ធ្លាប់ធ្វើបាបចនដែលជាប្អូនប្រុសរបស់គាត់ហើយមួយវិញទៀតសាច់ចិញ្ចឹមដែលនៅផ្ទះនិយាយទៅសូម្បីតែការឆ្លើយសារភាពហ្នឹងក៏អត់មានប្រែទឹកមុខដែរអ្នកទាំងអស់គ្នាគឺស្មើថេងហ្មងប៉ុន្តែផែនការរបស់បែនដែលចង់សម្រាប់ឪពុកម្ដាយចិញ្ចឹមផុសគាត់ហើយជាមួយនឹងប្អូនប្រុសគាត់ហ្នឹងគឺអត់បានសម្រេចទេអ្នកទាំងអស់គ្នាពីព្រោះអំឡុងពេលដែលគាត់រស់នៅជាមួយគ្រួសារថ្មីហ្នឹងគាត់តែងតែនិយាយថាចង់សម្លាប់រហូតដល់ប្រើកំបិតដល់ពេលអញ្ចឹងទៅឪពុកម្ដាយចិញ្ចឹមផុសបែនហ្នឹងហើយបើសិនជាអ្នកទាំងអស់គ្នាចង់ស្ដាប់សាច់រឿងហ្នឹងថាម៉េចមកខមមិននៅខាងក្រោមវីដេអូហ្នឹងមកចេញភាគ2ឲ្យណា